មើលមកលើករាគ្នាមើលពាក្យទាំងអស់នេះសូមជាពាក្យថ្មីសម្រាប់យើងអត់អូខេចឹងថ្ងៃនេះយើងមកមើលតើតើ new word ហើយ teacher នឹងបញ្ចូលអត្ថន័យពាក្យមួយនឹងដែរចឹងពាក្យទី1គឺ communicative ដែលមានភាពតាក់ទងគ្នាចឹងណាចំពោះរឿងហ្នឹងគឺជាសម្ដៅដល់មនុស្សដែលមានលក្ខណៈថាចេះជួយអ្នកដទៃហើយចេះស្ដាប់អ្នកដទៃទៀតគេហៅថា communicative យើងអាចប្រើដើម្បី describe នរណាម្នាក់បាន and មួយទៀតគឺ multitasker multi ហ្នឹងមានន័យថាពហុមានថាច្រើនចំពោះ multitasker គឺសំដៅដល់អ្នកដែលធ្វើកិច្ចការច្រើនហើយប៉ុន្តែគាត់នៅតែបានផលដែល effective ដែរមានថាលទ្ធផលរបស់គាត់គឺល្អអ្នកដែលមានកិច្ចការច្រើនប៉ុន្តែសម្រាប់កិច្ចការបានច្រើនដែរគឺហៅថា multitasker okay and next one critical thinker អានេះគឺសំដៅដល់មនុស្សដូចគ្នាដែរពីមុនមកយើងធ្លាប់ឮ critical thinking មានថាការគិតដែលឈីវៃចឹង critical thinker ហ្នឹងគឺជាអ្នកដែលប្រកែគិតគូរពិចារណាមានចក្ខុវិស័យខ្ពស់ចឹងណាគេហៅថា critical thinker okay and next one resilient មានន័យថាដែលធន់គឺសំដៅដល់រឿងអីមួយដែលរបស់អីមួយដែលធន់វាជា adjective ដូចគ្នាគឺសំដៅដល់ recover ពីអីមួយដែលលឿនឧទាហរណ៍ថាជួបបញ្ហាឲ្យគេថាគាត់ជាមនុស្សដែល resilient គឺគាត់ចាប់ផ្ដើម recover លឿនមានថាអត់មានបញ្ហាយូរចឹងណាដែលធន់ហ្នឹងបើវត្ថុសំដៅដល់រឹងមាំដល់ពេលមនុស្សគឺគាត់ recover ពីបញ្ហាបានឆាប់រហ័ស okay and the last one self motivated មានន័យថាលើកទឹកចិត្តដោយខ្លួនឯងមានថាសកម្មភាពក្នុងការដែលផ្ដល់កម្លាំងចិត្តដល់ខ្លួនឯងគេថា self motivated អូខេតោះពីមើលហើយយកពាក្យទាំងអស់ហ្នឹងអត់ចឹងយើងមកអានតគ្នាម្ដងទៀត communicative multitasker critical thinker resilient and self motivated ចឹងថ្ងៃនេះ teacher មានតែប៉ុណ្្នឹងទេកុំភ្លេច take note ហើយប្រើប្រាស់ផង bye